miềnបញ្ហាហួសចិត្តមួយបងប្អូនដែលខ្ញុំចង់ចែកម្លែកជូនបងប្អូនគឺពាក់ព័ន្ធទៅនឹងជីមានដេប៉ូមួយនោះបាទដេប៉ូធំណាបងប្អូនដេប៉ូនោះធំហើយល្បីទៀតបាទប៉ុន្តែខ្ញុំមិនបញ្ចេញឈ្មោះគេទេកសិករដែលជាអតិថិជនរបស់ខ្ញុំហ្នឹងគាត់ទៅតែងជីនៅកន្លែងហ្នឹងដែលពីមុនក៏អត់ស្គាល់ជីអីគេគាត់ស្គាល់តែជីអុយរ៉េបាទអុយរ៉េក្របសហ្នឹងបងប្អូនបាទអញ្ចឹងគាត់ថាតសក់គាត់អត់កាន់ផ្លែកាន់ផ្កាទេអញ្ចឹងគាត់ចង់បានជីយកទៅដាក់ធ្វើម៉េចឲ្យកាន់ផ្កាកាន់ផ្លែស្រាប់តែដេប៉ូហ្នឹងគាត់ណែនាំថាគាត់មានជីរបស់គាត់ដែលអាចប្រើប្រាស់បានជួយកាន់ផ្កាកាន់ផ្លែបានបាទហើយដល់ពេលកសិករមើលទៅកសិករថាជីអុយរ៉េហ្នឹងបាទព្រោះឯនៅក្នុងហ្នឹងគេដាក់ថាអុយរ៉េអញ្ចឹងណាបាទស្រាប់តែដេប៉ូគាត់ថាអាហ្នឹងអុយរ៉េសម្រាប់ជំនួយកាន់ផ្កាកាន់ផ្លែបាទអុយរ៉េដែលមីងធ្លាប់ទិញពីមុនគឺគ្រាប់សតែអុយរ៉េនេះគឺគ្រាប់ខៀវអញ្ចឹងគាត់យកអាហ្នឹងទៅប្រើទៅមិនខុសទេគឺជួយកាន់ផ្កាកាន់ផ្លែបានល្អអញ្ចឹងកសិករអាងថាដេប៉ូហ្នឹងគឺជាដេប៉ូដែលចាស់ដេប៉ូដែលធំយូរហើយក៏គាត់ជឿទៅគាត់យកមកប្រើប្រាស់ទៅលើដំណាំត្រសក់របស់គាត់បាទអញ្ចឹងសម្រាប់ដេប៉ូដែលគាត់លក់បែបហ្នឹងខ្ញុំមិនដឹងថាដោយសារជីរបស់គាត់នៅខ្សល់នៅក្នុងស្តុកហើយគាត់ចង់បញ្ចេញឬក៏ដោយសារជីរបស់គាត់ហ្នឹងបាទគាត់មានន័យថាគាត់អត់ដឹងអត់យល់ដឹងអំពីជីបានណែនាំកសិករបែបហ្នឹងអញ្ចឹងរហូតមកទល់ពេលនេះកសិករគឺគាត់ជួបបញ្ហាដោយសារដំណាំរបស់គាត់ប្រឹងលួចលូតត្រួយល្អបាទដងដើមល្អតែផ្លែអត់កាន់បាទវាជ្រុះក្តាប់បងប្អូនហើយក្តាប់អត់ស្អាតដោយសារអីគាត់បានដាក់ពេលនឹងការឲ្យជីឲ្យដំណាំរបស់គាត់ទេដោយសារអីគាត់ប្រើអុយរ៉េសុតបាទហើយអុយរ៉េក្របខៀវទៅទៀតខ្ញុំបានសួរគាត់បញ្ជាក់ព្រោះគាត់សួរថាហេតុអីបានគាត់ប្រើជីទៅឬក៏គាត់បាញ់ថ្នាំអីទៅជួយច្រើនហើយតែមិនកាន់ក្តាប់កាន់ការអញ្ចឹងលោកគ្រូអញ្ចឹងជាយើងបញ្យល់ប្រាប់គាត់ទៅអត់ដឹងមូលហេតុអីចុងក្រោយឲ្យគាត់ថតការ៉ុងជីនឹងមកបាទបានភ្ញាក់ផ្អើលតែម្ដងបងប្អូនហើយខ្ញុំអត់បញ្ចេញថារបស់ក្រុមហ៊ុនណាទេគ្រាន់តែចង់ប្រាប់បងប្អូនថាជីនឹងគ្រាប់ខៀវបាទប្រភេទជីអុយរ៉េបាទហើយសបោសង្កសីទៀតសម្រាប់ជីហ្នឹងណាអញ្ចឹងចង់ជម្រាបទៅដល់ក្រុមហ៊ុនដែលជាដៃគូរបស់ដេប៉ូមួយចំនួនដែរបើសិនជាដេប៉ូគាត់អត់ដឹងពីបច្ចេកទេសហ្នឹងក្រុមហ៊ុនគួរតែជួយប្រឹក្សាជួយផ្ដល់បច្ចេកទេសបន្ថែមបើសិនជាគាត់អត់ចេះបច្ចេកទេសប៉ុន្តែបើសិនជាគាត់ចេះហើយគាត់នៅតែលក់បែបហ្នឹងគឺធ្វើបាបកសិករហើយបាទធ្វើបាបកសិករហើយអញ្ចឹងអធិស្ឋានផងណាដែលខ្ញុំលើករឿងនេះឡើងព្រោះអីវាខ្ញុំគាត់ថាវាប៉ះពាល់ដល់កសិករហើយបើសិនជាបងប្អូនផ្សេងទៀតដែលគាត់អត់ទាន់ច្បាស់អំពីជីហើយគាត់នៅសង្ស័យតពាន់ទៅនឹងការប្រើប្រាស់ជីរបស់គាត់ណាអាចទទួលមកដេប៉ូបង្កើនផលបានបាទយើងអាចពិភាក្សាគ្នាបាទដែលខ្ញុំប្រឹក្សាបច្ចេកទេសជូនបងប្អូនអត់គិតថ្លៃទេបងប្អូនណាបាទអញ្ចឹងខ្ញុំចែកម្លែកប៉ុណ្ណឹងចោះអរគុណច្រើនសម្រាប់រាល់ការគ្រប់គ្រងនិងតាមដានរបស់បងប្អូនទាំងអស់គ្នា